ក្រុមហ៊ុនឡាវមានគម្រោងតភ្ជាប់ផ្លូវដែកពីឡាវមកកម្ពុជាក្រុមហ៊ុនកំពង់ផែស្ងួតវៀងច័ន្ទ Logistics Park ប្រទេសឡាវមានគម្រោងតភ្ជាប់ផ្លូវដែកពីប្រទេសឡាវមកកម្ពុជានៅថ្ងៃអនាគតដើម្បីបង្កភាពងាយស្រួលដល់ការដឹកជញ្ជូននៃប្រទេសទាំងពីរនិងទៅកាន់ប្រទេសចិននេះមកយោងតាមដំណើរទស្សនកិច្ចរបស់លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភាព្រឹទ្ធសភានិងអធិការកិច្ចតំណាងដល់ខ្ពង់ខ្ពស់សម្ដេចអគ្គមហាពញាចក្រីហេងសំរិនប្រធានរដ្ឋសភាដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជាទស្សនាតំបន់កំពង់ផែស្ងួតវៀងច័ន្ទ Logistics Parkកាលពីថ្ងៃចុងសប្តាហ៍កន្លងទៅលទ្ធផលនៃដំណើរទស្សនកិច្ចនេះបង្ហាញថាគម្រោងតភ្ជាប់ផ្លូវដែកពីឡាវមកកម្ពុជាជាមធ្យោបាយដឹកជញ្ជូនមួយធ្វើឲ្យការដឹកជញ្ជូនទំនិញពិសេសកសិផលពីកម្ពុជាទៅប្រទេសចិននិងចំណាយពេលវេលាខ្លីជាងបច្ចុប្បន្ននេះនិងនីតិវិធីងាយស្រួលទៀតផងនាំមកជូនលោកអ្នកដោយគម្រោងកោះកុង City ជាគម្រោងផ្ទះអាជីវកម្មកណ្ដាលក្រុងកោះកុងចាប់បើកលក់ហើយចម្ងាយត្រឹមតែ100 ម៉ែត្រពីផ្សារដងតុងទីរួមខេត្តតែប៉ុណ្ណោះងាយស្រួលទិញដើម្បីប្រកបអាជីវកម្មនិងវិនិយោគចំណេញទំនាក់ទំនងលេខទូរស័ព្ទលោកជំទាវ ម៉ែន សំអនបានវាយតម្លៃខ្ពស់ចំពោះគម្រោងវិនិយោគដ៏ធំនេះលោកជំទាវចាត់ទុកថាគម្រោងនេះជាចក្ខុវិស័យវែងឆ្ងាយមួយរបស់ថ្នាក់ដឹកនាំប្រទេសឡាវហើយនេះជាគម្រោងមួយគួរជាទីមោទនៈណាស់ពីព្រោះបានប្រើប្រាស់ទុននៅក្នុងស្រុកចំពោះគម្រោងនេះចង់តភ្ជាប់ផ្លូវគមនាគមន៍ចូលមកប្រទេសកម្ពុជានោះលោកជំទាវនឹងពំនាំគម្រោងនេះជូនថ្នាក់ដឹកនាំលោកជំទាវបានបញ្ជាក់ទៀតថាកម្ពុជាត្រៀមស្វាគមន៍ជានិច្ចនៅពេលក្រុមហ៊ុនចុះទៅសិក្សានៅកម្ពុជានោះកំពុងផែស្ងួតវៀងច័ន្ទ Logistics Park គម្រោងវិនិយោគដោយទុននៅក្នុងស្រុកក្នុងទំហំទឹកប្រាក់ជាង$700 លានក្នុងការតភ្ជាប់ផ្លូវដែកពីប្រទេសឡាវទៅប្រទេសចិននិងប្រទេសក្នុងតំបន់អាស៊ាននិងពីប្រទេសឡាវទៅប្រទេសប៉ែកអឺរ៉ុបមានអាល្លឺម៉ង់ជាដើមគម្រោងនេះនឹងធ្វើឲ្យប្រទេសឡាវដែលគ្មានកំពង់ផែសមុទ្រមានផ្លូវគមនាគមន៍ដឹកជញ្ជូនភ្ជាប់ទៅកាន់ពិភពលោកគឺ Landlocked to Land Link អាស៊ានប្រវត្តិនឹងនាំព័ត៌មានអចលនទ្រព្យជំវិញតំបន់អាស៊ានទៅកាន់អស់លោកអ្នក